chẳng dương bắt đạchรูปភាពនេះឲ្យដាច់ដាច់ឲ្យដូចជាខ្ចាយវិញអញ្ចឹងយើងត្រូវចូលនៅលើ layer ដែលយើងបង្កើត layer ពណ៌សបាទ layer mask ពណ៌សតមកយើងបដូរ foreground នេះទៅបដូរចេញសញ្ញាព្រួយទៅជាពណ៌ខ្មៅវិញបាទដូចខ្ញុំឲ្យប្រាប់ដំបូងអញ្ចឹងអានេះសអានេះត្រូវតែខ្មៅខាងលើនេះខ្មៅបាទអញ្ចឹងយើងប្រើ tool ដែរយើងចាប់ដើមចុចលើរូបពិតរបស់យើងផ្ដាច់បាទផ្ដាច់ឲ្យចេញអញ្ចឹងមកបាទអញ្ចឹងបងប្អូននឹងឃើញដាច់អញ្ចឹងវាមានដាច់មានភ្ជាប់ចឹងដូចដែលរូបបានបែកខ្ចាយមែនតើអញ្ចឹងបាទនេះគឺវិធីធ្វើរូបមួយនៅក្នុងលំហាត់ទី6យើងដែលជាលំហាត់ចុងក្រោយអញ្ចឹងនៅត្រង់លំហាត់នេះគឺពិបាកបន្តិចដោយសារច្រើនដំណាក់កាលបាទដោយលំហាត់មុននេះបាទអញ្ចឹងយើងផ្ដាច់រូបពិតរបស់យើងឲ្យដាច់មកវាបានដូចជាខ្ចាយហើយខ្ចាយទៅខាងក្រៅអញ្ចឹងបាទរូបយើងវាបានដូចបែកអស់បាទអញ្ចឹងហើយយើងធ្វើអញ្ចឹងបាទបាទអញ្ចឹងដល់ចំណុចនេះយើងជោគជ័យហើយណាជោគជ័យបាទយើងជ័យដូចគ្នាអញ្ចឹងចំណុចនេះបើសិនជាយើងធ្វើហើយយើងចង់បង្រួម layer នេះចូលគ្នាក៏បានបាទឬក៏យើងមិនចង់បង្រួមក៏បានបាទស្ថិតទៅលើយើងទេបើសិនជាយើងចង់បង្រួមដើម្បីកុំឲ្យមានការកែប្រែនៅខាងក្រោយកុំឲ្យទីកែប្រែរូបរបស់យើងបាទអញ្ចឹងយើងអាចចុច select ចុច control ឲ្យជាប់ keyboard ហើយយើងចុច select layer ទាំងអស់ហើយយើងចុច control បូកនឹងអក្សរ E អញ្ចឹង layer របស់យើងនឹងក្លាយទៅជា layer តែមួយបាទអញ្ចឹងអ្នកដទៃមិនអាចមកមើលអ្វីដែលយើងបានធ្វើរួចទេរូបនេះគឺសម្រាប់គ្មាន layer 2 ឬក៏3ទេអញ្ចឹងបើសិនយើងចង់ត្រឡប់មកវិញយើងចុច control set បាទត្រឡប់មកក្រោយវិញឃើញមានការកែប្រែ layer បាទអញ្ចឹងអរគុណច្រើនបាទបងប្អូនអរគ្នាថ្ងៃនេះគឺជាលំហាត់ចុងក្រោយបាទយើងនឹងជួបមេរៀនក្រោយៗទៀតនៅ